សេចក្តីស្រឡាញ់គឺជាបេះដូងរបស់ផងព្រះអង្គដែលទ្រង់ជាអ្នកដែលធ្វើមានលក្ខណៈបែបនោះហើយមូលដ្ឋានគ្រឹះមួយដែលជួយនឹងជាមូលដ្ឋានដែលបង្ហាញថាទ្រង់ជាសេចក្តីស្រឡាញ់ជួយយើងឲ្យបានយល់បន្ថែមអំពីលក្ខណៈរបស់ផងព្រះអង្គនោះឯងខ្ញុំបាទសូមជម្រាបសួរដល់លោកអ្នកបងប្អូននៅក្នុងព្រះគុណនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទឈ្មោះធឿតជានជាគ្រូគង្វាលបម្រើព្រះអង្គនៅក្នុងប្រទេសកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីនឹងជួយគ្រិស្តបរិស័ទខ្មែរស្វែងយល់អំពីព្រះបន្ទូលរបស់ផងព្រះអង្គនិងអ្វីដែលគ្រិស្តបរិស័ទធ្វើយើងបានបន្តស៊េរីរបស់យើងដែលមានស៊េរីក្នុងលក្ខណៈសម្បត្តិរបស់ផងព្រះអង្គលក្ខណៈសម្បត្តិខ្លះពេលខ្លះយើងបានយកមកនិយាយមួយឬក៏ពីរផងដែរថ្ងៃនេះយើងមើលអំពីលក្ខណៈសម្បត្តិមួយរបស់ផងព្រះអង្គគឺសេចក្តីស្រឡាញ់តើព្រះទ្រង់ស្រឡាញ់ដល់យើងទាំងអស់គ្នាយ៉ាងដូចម្ដេចបើទោះបីជាយើងរាល់គ្នាពេលខ្លះយើងឆ្លងកាត់ការលំបាកការដែលទុក្ខសោកផ្សេងហាក់ដូចជាមើលទៅរបៀបនេះឬអីដែលព្រះអង្គស្រឡាញ់មនុស្សលោកនោះការពិតទៅសេចក្តីស្រឡាញ់របស់ផងព្រះមិនបានបញ្ជាអស់ទាំងការអាក្រក់ឲ្យយើងឆ្លងកាត់ការអាក្រក់ផុតនោះទេពេលខ្លះទ្រង់បានអនុញ្ញាតឲ្យមានការអាក្រក់កើតឡើងនៅក្នុងជីវិតរបស់យើងការលំបាកកើតឡើងនៅក្នុងជីវិតរបស់យើងផងដែរដើម្បីពង្រឹងឲ្យយើងមានភាពរឹងមាំនៅក្នុងព្រះអង្គដើម្បីឲ្យយើងបានខ្លាំងក្លាឡើងនៅក្នុងសេចក្តីស្រឡាញ់របស់ផងព្រះគ្រប់យ៉ាងដែលទ្រង់ធ្វើគឺទ្រង់តែងតែមានសេចក្តីស្រឡាញ់បង្ហាញសេចក្តីស្រឡាញ់ដល់មនុស្សលោកទាំងអស់នៅក្នុងព្រះគម្ពីរយូហានខ្សែទី1ចំពោះ4ខ7និងខ8បានបរិយាយអំពីសេចក្តីស្រឡាញ់យ៉ាងដូចនេះពួកស្ងួនភ្ងាអើយយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមកត្បិតសេចក្តីស្រឡាញ់មកពីព្រះឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់នោះឈ្មោះថាមកពីព្រះហើយក៏ស្គាល់ទ្រង់ដែរតែអ្នកណាដែលគ្មានសេចក្តីស្រឡាញ់នោះមិនស្គាល់ព្រះវិញពីព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់នោះឯងសេចក្តីស្រឡាញ់គឺជាចំណុចកណ្ដាលឬក៏ជាចំណុចសូន្យដែលនៅក្នុងព្រះអង្គទ្រង់ជាអ្វីដែលបង្ហាញថាចេញពីព្រះអង្គមកគឺបង្ហាញអំពីសេចក្តីស្រឡាញ់គឺជាលក្ខណៈសម្បត្តិរបស់ផងព្រះអង្គទ្រង់តែងតែគាត់គង់ផ្ដល់ឲ្យនិងប្រទាននៅគ្រប់ទាំងអ្វីដែលបង្ហាញអំពីសេចក្តីស្រឡាញ់របស់ផងព្រះអង្គពីព្រោះបើទោះបីជាពេលខ្លះយើងមើលទៅហាក់ដូចជាមិនឃើញសេចក្តីស្រឡាញ់ក៏ដោយប៉ុន្តែនៅក្នុងព្រះハរតីរបស់ផងព្រះអង្គតែងតែមានសេចក្តីស្រឡាញ់ជានិច្ចចំពោះយើងទាំងអស់គ្នាតើមានភស្តុតាងណាខ្លះដែលបានបញ្ជាក់ថាទ្រង់ពិតជាស្រឡាញ់ដល់យើងទាំងអស់គ្នានោះពេលខ្លះយើងគិតថាសេចក្តីស្រឡាញ់ទើបតែមកនៅក្នុងរូបភាពល្អជួយឲ្យយើងទាំងអស់គ្នាបានឃើញទៅត្រជាក់ភ្នែកប៉ុន្តែមិនមែនយ៉ាងដូច្នោះឡើយសេចក្តីស្រឡាញ់របស់ផងព្រះអង្គគឺបានឆ្លុះបញ្ចាំងឬក៏បង្ហាញឲ្យយើងទាំងអស់គ្នាឃើញមិនមែននៅក្នុងរូបភាពល្អដែលយើងបានឃើញពីព្រះអង្គនោះទេគឺជាការមួយដែលយើងមិនគួរឲ្យជឿផងដែលទ្រង់បានបង្ហាញរូបភាពដែលជាប់ឆ្កាងរូបភាពដែលត្រូវរងទុក្ខទៅវិញដើម្បីនឹងជួយយើងឲ្យបានយល់បន្ថែមទៀតក្នុងព្រះគម្ពីរយូហានទី1ចំពុក4ខ9និងខ10បានមានបន្ទូលយ៉ាងដូចនេះដើម្បីបញ្ជាក់អំពីសេចក្តីស្រឡាញ់ថាសេចក្តីស្រឡាញ់របស់ព្រះបានសម្ដែងមកឲ្យយើងខ្ញុំស្គាល់ដោយព្រះចាត់ព្រះរាជបុត្រាទ្រង់តែមួយឲ្យមកក្នុងលោកីដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់នេះហើយជាសេចក្តីស្រឡាញ់មិនមែនដែលយើងស្រឡាញ់ព្រះនោះទេគឺទ្រង់បានស្រឡាញ់យើងវិញទេតើហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផងអរលោកអ្នកបងប្អូននេះឯងជាភស្តុតាងដែលបានបញ្ជាក់ថាព្រះអង្គពិតជាស្រឡាញ់យើងមែនស្រឡាញ់រហូតដល់ស៊ូបងប្រជជនស្រឡាញ់ដល់ស៊ូបញ្ជូនព្រះរាជបុត្រាទ្រង់ឲ្យមកលោកីធ្វើដូចម្ដេចឲ្យតែបានយើងដើម្បីនឹងឲ្យបានទទួលសេចក្តីស្រឡាញ់របស់ផងព្រះអង្គមិនថាទ្រង់រងទុក្ខរបួសសគត់នោះទេទ្រង់អាចទ្រាំបានដោយសារតែស្រឡាញ់យើងទាំងអស់គ្នានោះឯងយើងបានឃើញពីសេចក្តីស្រឡាញ់របស់ផងព្រះអង្គដែលទ្រង់បានធ្វើយ៉ាងណាដើម្បីឲ្យតែបានយើងចោះចំពោះយើងក្នុងនាមដែលជាអ្នកដែលទទួលសេចក្តីស្រឡាញ់របស់ផងព្រះអង្គតែយើងត្រូវតែទទួលរហូតឬមួយក៏យ៉ាងណាមិនគួរគប្បីសោះឡើយបើសិនជាយើងចាំតែទទួលប៉ុន្តែមិនបានបញ្ចេញនោះយើងក្នុងនាមយើងជាកូនរបស់ផងព្រះអង្គយើងក៏ត្រូវបញ្ចេញសេចក្តីស្រឡាញ់នោះដែលយើងបានទទួលពីព្រះដូចគ្នាទៅដល់អ្នកដទៃដែលនៅជុំវិញយើងនៅក្នុងព្រះគម្ពីរយូហានទី1ចំពុក4ខ11បានមានបន្ទូលយ៉ាងដូចនេះថាពួកស្ងួនភ្ងាអើយបើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម្លេះនោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ
នេះគឺជាកិរិយាសព្ទដែលគ្រិស្តបរិស័ទគ្រប់រូបត្រូវដែលបានទទួលសេចក្តីស្រឡាញ់ពីព្រះអង្គហើយត្រូវបញ្ចេញសេចក្តីស្រឡាញ់នោះទៅដល់អ្នកដែលនៅជុំវិញខ្លួនយើងផងដែរដើម្បីឲ្យយើងបានគេបានឃើញថាយើងជាកូនរបស់ផងព្រះអង្គមែនហើយជាអ្នកដែលទទួលសេចក្តីស្រឡាញ់មកពីព្រះអង្គមែនខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយលោកអ្នកបងប្អូនឲ្យបានយល់បន្ថែមទៀតអំពីសេចក្តីស្រឡាញ់របស់ផងព្រះអង្គអរគុណបងប្អូនបើសិនជាលោកអ្នកបងប្អូនមានសំណួរទាក់ទងនឹងជំនឿគ្រិស្តបរិស័ទឬក៏សេចក្តីផ្សេងៗដែលលោកអ្នកបងប្អូនចង់ដឹងអំពីគ្រិស្តបរិស័ទឬក៏ពីព្រះបន្ទូលរបស់ផងព្រះអង្គសូមសួរមកយើងដើម្បីឲ្យយើងបានធ្វើវីដេអូឆ្លើយតបនៅថ្ងៃអនាគតសូមព្រះបានប្រទានពរលោកអ្នកបងប្អូនសូមអរគុណនិងសូមជម្រាបលា